ជំរាបសួរនាងខ្ញុំហ៊ីជាអ្នកចាត់សាស្ត្រនិងជាអ្នកម្ដាយមួយរូបវីដេអូមុនខ្ញុំនិយាយអំពីភាពភាពធន់ផ្នែកផ្លូវចិត្តខុសពីភាពរឹងមាំថ្ងៃនេះខ្ញុំចង់សង្កត់ធ្ងន់ទៅលើចំណុចពីរដែលធ្វើឲ្យមនុស្សភាគច្រើនច្រឡំភាពធ្ងន់ផ្នែកផ្លូវចិត្តជាភាពរឹងមាំនៅពេលដែលបុគ្គលម្នាក់មានសមត្ថភាពអាចក្រោកឈរបន្ទាប់ពីមានបញ្ហាឬក៏ភាសាអង់គ្លេសយើងហៅថា resilient គឺបុគ្គលនោះមានសមត្ថភាពដែលអាចស្គាល់ខ្លួនឯងច្បាស់ គឺស្គាល់ថានៅពេលណាដែលគាត់ទន់ជ្រាយនៅពេលដែលយើងអនុញ្ញាតឲ្យខ្លួនឯងទន់ជ្រាយកន្លែងនេះគឺចង់សំដៅថាយើងដឹងអំពីចំណុចខ្សោយរបស់យើងដឹងថាមានចំណុចអីដែលធ្វើឲ្យយើងងាយរងគ្រោះយើងក៏អាចដឹងថាតើបទពិសោធន៍ជីវិតឬក៏ស្ថានភាពលំបាកនោះវាធ្វើឲ្យប៉ះផ្លូវចិត្តយើងប៉ុណ្ណានៅក្នុងដំណើរការនៃការព្យាបាលឬក៏ការស្គាល់ខ្លួនឯងគឺយើងត្រូវអាចមានភាពស្មោះត្រង់ជាមួយអារម្មណ៍ខ្លួនឯង being genuine មានន័យថានៅពេលដែលយើងទទួលអារម្មណ៍ណាមួយដែលជាការឈឺចាប់ដែលមិនល្អគឺយើងអាចអនុញ្ញាតឲ្យអារម្មណ៍នោះចេញមករួចហើយយើងព្យាយាមយល់អំពីអ្វីដែលនៅពីក្រោយអារម្មណ៍ទាំងនោះរួចហើយយើងនឹងអាចឆ្លងកាត់ឬក៏យើងនឹងអាចយកឈ្នះអារម្មណ៍ទាំងនោះបានយើងនឹងទទួលបានការយល់ស៊ីជម្រៅពីខ្លួនឯងអឺនេះហើយដែលវាធ្វើឲ្យយើងកាន់តែចាក់ឫសជ្រៅទៅក្នុងដីហើយយើងរឹងមាំហើយវាជាចំណុចមួយនៃនៃដំណើរការក្នុងការអភិវឌ្ឍខ្លួនឯងផងដែរអញ្ចឹងសរុបមកវិញភាពធន់ផ្នែកផ្លូវចិត្តសមត្ថភាពដែលយើងអាចក្រោកឈរបានបន្ទាប់ពីមានបញ្ហាគឺវាតាក់ទងទៅនឹងការដែលយើងអនុវត្តហើយនឹងអនុញ្ញាតឲ្យខ្លួនឯងអឺដំស្មោះត្រង់ជាមួយនឹងខ្លួនឯងស្មោះត្រង់ជាមួយនឹងអារម្មណ៍អវិជ្ជមានស្មោះត្រង់ជាមួយនឹងភាពទន់ជ្រាយរបស់ខ្លួនឯងក៏ប៉ុន្តែយើងត្រូវធ្វើវាជាមួយនឹងអ្នកដែលយើងទុកចិត្តបានយើងត្រូវធ្វើវាពេលខ្លះក៏យើងត្រូវធ្វើវាជាមួយនឹងអ្នកជំនាញដែលអាចជួយឲ្យយើងរកឃើញនៅអ្វីនៃដែលនៅពីក្រោយចំណុចខ្សោយរបស់យើងឬក៏អារម្មណ៍អវិជ្ជមានមួយចំនួនឬក៏ការឈឺចាប់មួយចំនួននោះតែដូចជាដើមឫស្សីអញ្ចឹងនៅពេលដែលអ្នកអាចស្គាល់ខ្លួនឯងច្បាស់ឬរបស់អ្នកនឹងចាក់ជ្រៅខ្លួនរបស់អ្នកនឹងអាចបត់បែនទៅតាមស្ថានភាពតែអ្នកអត់បាត់បង់ខ្លួនឯងនោះទេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចសម័យនិងយល់អំពីសមត្ថភាពដែលយើងអាចក្រោកឈរនឹងបញ្ហាបានគឺការដែលយើងអាចស្គាល់ខ្លួនឯងច្បាស់ការដែលយើងអាចអនុញ្ញាតឲ្យខ្លួនឯងនៅក្នុងស្ថានភាពដែលយើងគិតថាយើងអត់ចង់ឃើញក៏ប៉ុន្តែយើងអាចឃើញខ្លួនឯងនៅចំណុចខ្សោយដែលធ្វើឲ្យចំណុចទន់ជ្រាយឬក៏ចំណុចខ្សោយនោះប្រែក្លាយទៅជាចំណុចខ្លាំងហើយនៅពេលដែលយើងជួបបញ្ហាម្ដងនៃការលំបាកវានឹងធ្វើឲ្យយើងងាយនឹងបត់បែនជាមួយនឹងបញ្ហាជីវិតដូចជាយើងយល់ទទួលស្គាល់នៅជីវិតដែលមិនមានតែចំណុចល្អមិនមានតែចំណុចអាក្រក់គឺវាជាអ្វីដែលយើងត្រូវរៀនបត់បែនរៀនរស់នៅជាមួយវាសូមអរគុណ